សួស្តីអ្នកទាំងអស់គ្នាខ្ញុំពងបានសម្រាយរឿងឥឡូវយើងតភាគពីអវសិនទី2របស់យើងគឺតួរបស់យើងគឺឆ្ងល់ថាម្នាក់ស្រីហ្នឹងគឺជាណាគេហើយគាត់ក៏បានដើរចូលទៅមើលទៅគឺប្រទះជាមួយនឹងរានរបស់យើងមិនមែនអានទេគឺតែម្នាក់ទេដោយសារពេលហ្នឹងអាណានរបស់យើងហ្នឹងគឺបានចេញពីនឹងបាត់ហើយរ៉ានអង្គុយនៅចាំមងគេចឹងណារ៉ានរបស់យើងគាត់គឺឆ្ងល់ខ្លាំងមែនតើថាតួប្រុសហ្នឹងគឺជាបណ្ណាគេចឹងហើយក៏សួរថាគាត់ហ្នឹងគឺជាបណ្ណាគេតួប្រុសយើងហ្នឹងគឺឆ្ងល់ខ្លាំងមែនតើគឺអត់ដឹងថាម្នាក់ហ្នឹងធ្វើភ្លេចគាត់ឬក៏យ៉ាងណាពេលហ្នឹងរ៉ានរបស់យើងគឺឆ្ងល់ថាហេតុអីបានជាគាត់និយាយចឹងហើយគាត់ក៏នឹកឃើញថាប្រហែលជាមិត្តភក្តិនៅថ្នាក់បងស្រីខ្ញុំដែលទៅគាត់ទៅចូលចឹងណាហើយប្រហែលជាមានមិត្តភក្តិចឹងណាគាត់ក៏ធ្វើជានិយាយដូចជាអាណានរបស់យើងចឹងណាហើយគាត់មានគណិតថាគាត់នឹងដោះស្រាយរឿងនឹងចេញពីបងស្រីរបស់គាត់ក៏បាននិយាយទៅកាន់ទូប្រុសយើងហើយនិយាយថាមួយយ៉ាងហ្នឹងគឺគាត់មានជំងឺភ្លេចភ្លាំងខ្លះហើយប្រហែលជាភ្លេចចឹងណាហើយខ្ញុំក៏អត់ដឹងថាមិនដែរហើយទូប្រុសយើងហ្នឹងគឺគាត់បានគិតថាប្រហែលជានាងមានជំងឺភ្លេចភ្លាំងហើយមើលទៅហើយទូប្រុសយើងហ្នឹងគិតច្រើនខ្លាំងមែនតើពេលហ្នឹងតួប្រុសយើងក៏បានមានគំនិតថានឹងអង្គុយលេងជាមួយនឹងរ៉ានរបស់យើងណាគឺគាត់អត់ដឹងថាម្នាក់ហ្នឹងគឺជាប្អូនស្រីរបស់អានទេហើយគាត់ក៏បាននិយាយថាបើចឹងអានមកប្រហែលអ្នកគឺគាត់សុំអង្គុយជាមួយចឹងណាពេលហ្នឹងរ៉ានរបស់យើងមានការខឹងជាខ្លាំងដោយសារយូរទៅកាន់តែយូរទៅហើយនាងក៏បានងាកទៅនិយាយជាមួយនឹងទូប្រុសយើងថាអត់អីទេគឺគាត់អាចអង្គុយនៅនឹងបានពេលហ្នឹងពេលអង្គុយបានមួយផ្លែតហ្នឹងគឺទូប្រុសយើងសួរគេទៀតដែរថាអូនឯងហ្នឹងមកតែម្នាក់ឯងតើហើយគាត់ក៏បាននិយាយថាខ្ញុំមកតែម្នាក់ឯងតើហើយនាងក៏លាទូប្រុសយើងហ្នឹងចេញទៅវិញបាត់ទៅពេលហ្នឹងរត់ឡើងលឿនអេដមីនមើលសឹងតែមិនទាន់ពេលចេញមកដល់ក្រៅហ្នឹងគឺរ៉ានក៏បានជួបបងស្រីរបស់នាងហើយក៏បានស្ដីឲ្យបងស្រីរបស់នាងឡើងច្រើនបែកអូហូស្ទឹងពេញហ្នឹងហើយនាងក៏បាននិយាយថាបងស្រីរបស់នាងហ្នឹងមានសង្សារមែនហើយបងស្រីរបស់នាងក៏បកកាយជាមួយនឹងរ៉ានថានាងអត់មានសង្សារទេអូនឯងដឹងរឿងហ្នឹងមកពីណាហើយរ៉ានក៏បាននិយាយថាបើអញ្ចឹងហើយម្នាក់ប្រុសហ្នឹងគឺជាណាគេមិនក៏មកនិយាយជាមួយខ្ញុំអញ្ចឹងហើយរ៉ានហ្នឹងគឺគាត់និយាយទាំងអៀនអញ្ចឹងណាហើយបងស្រីរបស់នាងក៏បាននិយាយថាអូនឯងជួបពីណាគេច្រឡំអីវ៉ាន់អូនឯងកុំចេះតែមានមើលហើយបើអូនឯងជួបមនុស្សអត់ដែរស្គាល់ចឹងហើយកុំនិយាយជាមួយទៀតលឺអត់ហើយបងស្រីរបស់គេក៏បាននិយាយថាបងឯងអត់ទទួលខុសត្រូវទេបងឯងនឹងកុហកខ្ញុំហ្មងខ្ញុំអត់ជឿទេហើយបងឯងនិយាយតាមត្រង់មកវាថៃចាំបាច់កុហកខ្ញុំធ្វើអីហើយបងមួយនឹងសារទៅណាបងឯងយត់ចាប់អារម្មណ៍មួយគាត់ណានិយាយទៅបើសិនជាបងឯងនឹងស្រឡាញ់គ្នាជាមួយគាត់ពិតជាល្អខ្លាំងមែនតើហើយបងស្រីគេក៏បាននិយាយថាណែកុំនិយាយផ្ដេសផ្ដាសសោះគឺបងនឹងមិនដែលស្រឡាញ់ពីណាគេទេហើយពីរអ្នកបងប្អូននឹងក៏បបួលគ្នាទៅផ្ទះវិញអត់ទៅហើយកាន់មកមើលតួប្រុសយើងវិញគឺគាត់បានយកលុយមកឲ្យអ្នកលក់ចឹងណាហើយគាត់ក៏បានដើរត្រឡប់ទៅវិញហើយអ្នកលក់ក៏បាននិយាយថាលើកក្រោយគឺមកហាងនឹងម្ដងទៀតហើយគាត់ក៏និយាយថាបាទតែគាត់ក៏បានដើរចេញពីហាងនឹងទៅសម្ដៅទៅផ្ទះរបស់គាត់ចឹងណាពេលមកដល់ផ្ទះហើយគឺមានរឿងមួយដែលចម្លែកខ្លាំងមែនតើគឺមិត្តភក្តិរបស់គាត់ហ្នឹងអត់ដឹងគាត់កើតអីគាត់មកចាំទូប្រុសយើងឲ្យធ្វើកាយវិការចឹងវ៉ាន់ហើយគេទូប្រុសយើងគាត់ក៏សួរថាថ្ងៃហ្នឹងកើតអីមែនហេតុអីបានជាធ្វើចឹងមើលទៅវាគួរឲ្យធុញខ្លាំងណាស់ហើយទូប្រុសយើងក៏បានដើរចេញពីកន្លែងមិត្តភក្តិរបស់គាត់ហ្នឹងទៅហើយមិត្តភក្តិរបស់គាត់ក៏និយាយថាម៉ាយ៉ាហ្នឹងឃើញថាស៊ីនិយាយទៅពិបាកយល់តែម្ដងហើយគាត់ក៏ដេកលក់បាត់ទៅពេលទូប្រុសយើងក៏បានឡើងមកលើវិញគឺឃើញមិត្តភក្តិរបស់គាត់ហ្នឹងដេកច្បាពេញលើខែហ្នឹងហើយគាត់អត់មានកន្លែងដេកពេលហ្នឹងវាដូចជារឿងកំ pl ែងមួយចឹងណាទូប្រុសយើងក៏បានទាត់មិត្តភក្តិគាត់មួយជើងធ្លាក់លើខែឬសផាំងគឺមិត្តភក្តិរបស់គាត់ហ្នឹងកពុលមកមួយគាត់ខ្លាំងមែនតើហើយក៏ឡើងដេកទៅធម្មតាកាន់មកមើលថ្ងៃថ្មីនេះវិញរ៉ានរបស់យើងក៏បានឃើញបងស្រីរបស់នាងគឺក្រៅខ្លួនខ្លាំងមែនតើហើយរ៉ានក៏សួរថាបងឯងថ្ងៃហ្នឹងកើតអីហើយអីក៏ខ្លួនបងឯងក្តៅម៉េះហើយរ៉ានក៏បានទៅយកទឹកក៏ដូចជាកសែងសម្រាប់ជូតខ្លួនឲ្យបងស្រីរបស់នាងហើយ
នាងក៏បានសួរបងស្រីរបស់នាងថាថ្ងៃហ្នឹងបងឯងទៅរៀនកើតអត់បើសិនជាទៅអត់បានទេគឺនាងនឹងទៅជំនួសមួយថ្ងៃហើយបងស្រីរបស់នាងក៏បាននិយាយថាណែថ្ងៃហ្នឹងទៅជំនួសបងមួយថ្ងៃក៏បានដែរបងថ្ងៃហ្នឹងមានអារម្មណ៍ថាស្រួលខ្លួនសោះហើយរានរបស់យើងក៏បានដើរទៅរៀបចំខ្លួនសម្រាប់ទៅរៀនជំនួសបងនាងចឹងណាក្រោយពីបានរៀបចំខ្លួនហើយនាងក៏បានមកឆ្លុះកញ្ចក់ហើយសរសើរខ្លួនឯងចឹងណាហើយពេលហ្នឹងនាងក៏បានដើរឡើងលើវិញដើម្បីសួរបងស្រីរបស់នាងថានៅសាលាមិនចឹងណាហើយពេលហ្នឹង version ទី3របស់យើងគឺបានចាប់ហើយអ្នកទាំងអស់គ្នាហើយកុំភ្លេចជួយ Subscribe Channel មានម្នាក់មួយផងណាអរគុណ Thank you I love you